bạn thời nick trong miền clear trongการនិយាយសួស្តីហើយនឹងនិយាយថាលាសិនហើយនៅក្នុងភាសាអង់គ្លេស yes beginner phrases អញ្ចឹងយើង phrases គឺ clear beginner ការចាប់ផ្ដើមឬក៏អ្នករៀន clear ដំបូងអញ្ចឹង beginner phrases clear សំខាន់នៃការចាប់ផ្ដើម 10 ways to say hello and goodbye គឺយើងមាន10របៀបនៅក្នុងការនិយាយ hello ហើយនឹងនិយាយ goodbye នៅក្នុងភាសាអង់គ្លេសបាទអញ្ចឹងទី1យើងនិយាយថាយើងជួបគ្នាយើងនិយាយថា hello បាទសួស្តីទី2 hi បាទហើយគ្នា informal នេះគឺនិយាយក្រៅផ្លូវការសម្រាប់មិត្តភ័ក្តិជិតស្និទ្ធសម្លាញ់អញ្ចឹងថា hey yes ទី4ទៀតគេថា hi there yes hi there សួស្តីនេះ informal នេះក្រៅផ្លូវការដែរសម្រាប់មិត្តភ័ក្តិជិតស្និទ្ធឬអីចឹងយើងថា howdy yes howdy សួស្តីទេឬក៏សួស្តីណា howdy មួយទៀតយើងពេលគៀងលាគេថា bye ណាស៊ីវែនថា bye bye នេះក្រៅផ្លូវការដែរ informal ហ្នឹងគេថា see you later ណាជួបគ្នាពេលក្រោយណាអូខេ bye bye ជួបគ្នាពេលក្រោយណា see បែរថាមើលឬឃើញ ya នេះមកពីពាក្យ you ណា see you មើលជួបអ្នក later នៅពេលក្រោយអូខេ take care take care ទី9 take care បាទមើលថែទាំខ្លួនផងណានិយាយថាអញ្ចឹង take នេះគឺថាបកពាក្យមួយនេះថាយកណា care នេះគឺការប្រុងប្រយ័ត្នយកការប្រុងប្រយ័ត្នបានន័យថា take care ប្រុងប្រយ័ត្នខ្លួនផង bye bye ឬក៏មានន័យថា bye bye អូខេ have a good one have នេះមកពីបកប្រែថាមាន a good one good ល្អ one មួយណាវាមានល្អមួយបានន័យថា have a good one អ្វីឲ្យបានល្អណាឬក៏មានន័យថា bye bye ដែរហ្នឹង yes have a good one អ្វីសូមឲ្យបានល្អប្រសើរអូខេបាទសូមអរគុណសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នា